ជាក់ស្ដែងយើងមិនអាចនាំមនុស្សទៅជិតប្រហោងខ្មៅបានឡើយប៉ុន្តែសម្រាប់គ្រឿងយន្តវិញប្រកាសណាស់ថាអាចយាននោះអាចបញ្ជូនទិន្នន័យមកវិញបណ្ដើរមុននឹងវាចូលទៅដល់មាត់ប្រហោងខ្មៅដែលមកប្រហោងខ្មៅនោះគេឲ្យឈ្មោះថាព្រំដែននៃពេលវេលាវាជាច្រកនៃពេលវេលានិងអវកាសដូចដែលយើងហៅថាចក្រវាឡនោះឯងយើងហៅវាថាច្រកនៃពេលវេលាព្រោះជាច្រកនៃកន្លែងបែងចែកអវកាសជាពីរតំបន់ផ្សេងគ្នាវាមិនមែនជាទីឋានដែលមានរូបរាងជាក់លាក់ហើយយើងក៏មិនដឹងថាវាជាអ្វីដែរប៉ុន្តែប្រសិនបើអ្នកធ្លាក់ចូលទៅនឹងខ្ទេចតែម្ដងនៅពេលដែលអ្នកចូលទៅមាត់ច្រកនៃពេលវេលាកម្លាំងទំនាញនឹងកាន់តែមហិមាហើយអ្វីដែលចម្លែកបំផុតនឹងកើតឡើងប្រសិនបើអ្នកធ្លាក់ចូលទៅក្នុងប្រហោងខ្មៅពីជើងទៅមុនហើយជើងអ្នកកាន់តែជិតទៅប្រហោងខ្មៅអ្នកនឹងមានអារម្មណ៍ថាកម្លាំងទំនាញគឺខ្លាំងណាស់ក្បាលរបស់អ្នកមិនអាចមានអារម្មណ៍ទទួលខ្លាំងដូចជើងប៉ុន្តែរាងកាយអ្នកនឹងត្រូវទាញឲ្យយឺតពីបែកដូចមនុស្សធំពីរនាក់កំពុងទាញអ្នកឲ្យដាច់ចេញពីគ្នាប្រសិនបើអ្នកកាន់តែស្ដួយទៅហើយកាន់តែជិតប្រហោងខ្មៅទៅនោះអ្នកនឹងនិយាយអ្វីមិនចេញព្រោះយាននឹងត្រូវទាញឲ្យវែងទៅប្រហោងខ្មៅនឹងជំរិតយានឲ្យទ្រាំទ្រលែងបានរហូតវាត្រូវរលាយចូលប្រហោងខ្មៅតែម្ដងឥឡូវយើងឧទាហរណ៍ថាយាននោះខ្លាំងអាចទ្រាំទ្របានហើយបន្តធ្វើដំណើរទៅមុខទៀតនៅពេលដែលវាចូលទៅជិតមាត់ច្រកនៃពេលវេលាអ្វីនឹងកាន់តែវឹកវរដែនទំនាញខ្លាំងឥតកណនាដែលអាចបញ្ឈប់ពេលវេលាបានយើងគិតថាពេលវេលាគ្មានថ្ងៃបញ្ចប់ប៉ុន្តែនៅប្រហោងខ្មៅពេលវេលាគឺឈប់ដើរវាដូចជារឿងដែលមិនអាចទៅរួចប៉ុន្តែនេះជាអ្វីដែលកំពុងកើតឡើងដោយសារតែទំហំរបស់វាដែលលុកលុយកាឡាក់ស៊ីអ្នកអាចមើលឃើញយានបន្ថយល្បឿនបន្តិចពេលទៅកាន់ជិតប្រហោងខ្មៅប៉ុន្តែបន្ទាប់មកវានឹងឈប់ត្រឹងតែម្ដងដំណើរទាំងមូលនឹងធ្វើឲ្យអ្នកដកដង្ហើមមិនដល់គ្នាប៉ុន្តែមើលទៅវាដូចជាស្ងៀមហើយចាប់ផ្ដើមដំណើរយឺតយើងប្រកាសជាមិនអាចមើលដឹងទេថាយាននោះជាអ្វីដែលកំពុងឆ្លងកាត់ច្រកពេលវេលាវាដូចជាបានកកនៅទីនោះព្រោះពេលវេលាត្រូវបាននឹងថ្កល់ទៅហើយតែបើតាមការពិតនោះយានយើងមិនទាន់ឈប់នៅឡើយទេវានៅតែបន្តធ្វើដំណើរបុកទម្លុះច្រកទ្វារនៃពេលវេលាប្រសិនបើយានប្រើកាមេរ៉ាថតមកខាងក្រោយនៅពេលវាកំពុងទម្លុះទ្វារចូលប្រហោងខ្មៅយើងនឹងឃើញពន្លឺត្រូវបានលេបត្របាក់ហើយប្រសិនបើប្រើកាមេរ៉ាថតទៅមុខវិញដំបូងអ្នកនឹងឃើញគឺពណ៌ខ្មៅតែមួយគត់ប៉ុន្តែធ្វើដំណើរឆ្ពោះទៅបេះដូងនៃប្រហោងខ្មៅយើងពិតជាឃើញតំបន់ដ៏ចលាចលបំផុតលេខ1នៅលើចក្រវាឡជើងនេះកម្លាំងកំទេចដ៏អាក្រក់បំផុតរបស់ប្រហោងខ្មៅនឹងរំលាយអ្វីទាំងអស់ទៅជាភាគល្អិតតូចបំផុតដែលមិនអាចគណនានៅចំណុចកណ្ដាលរបស់វាដែលអ្នកវិទ្យាសាស្ត្រហៅថាតំបន់ដ៏ចម្លែកយើងពិតជាមិនដឹងថាតើមានអ្វីកើតឡើងនៅកណ្ដាលប្រហោងខ្មៅទេកម្លាំងវាពិតជាអស្ចារ្យដែលអាចបំផ្លាញអ្វីទាំងអស់តំបន់ចម្លែកបំផុតនោះគឺជាកន្លែងដែលកម្លាំងទំនាញគ្មានព្រំដែនដែលទីអវកាសនិងពេលវេលាមិនអាចបែងចែកវាពិតជាគួរឲ្យអស់សំណើចតំបន់ចម្លែកបំផុតអាចជាឃ្លាមួយបញ្ជាក់ថាខ្ញុំមិនដឹងទេឬក៏ខ្ញុំគ្មានតម្រុយអ្វីឡើយចំពោះវាសូម្បីតែឥឡូវនេះអ្នកវិទ្យាសាស្ត្រក៏មិនអាចឆ្លើយសំណួរបានដែរថាអ្វីទៅជាប្រហោងខ្មៅវាជារឿងដ៏គួរឲ្យសោកស្ដាយដែរដែលថាវត្ថុមួយនៅទីនោះតែយើងមិនដឹងថាជាស្អីប៉ុន្តែវាប្រកាសថាបានបំផ្លាញអ្វីៗច្រើនណាស់ទើបក៏កើតជាប្រហោងខ្មៅដែលយើងកំពុងតែព្យាយាមយល់ឲ្យបានពីវាអរគុណលោកអ្នកនាងទាំងអស់ក៏ដូចជាបងប្អូនសិស្សានុសិស្សដែលបាន like និង rate ទំព័ររបស់យើងសូមបន្ត like និង rate ជាបន្តទៀតហើយក៏សូមលោកអ្នកនាងចូលទៅមើលនៅវីដេអូទាំងអស់ដែលយើងបង្ហោះនៅក្នុងទំព័រ YouTube លោកអ្នកគ្រាន់តែវាយពាក្យថា Cambodia Space and Science នឹងទទួលបានវីដេអូដែលបកប្រែជាភាសាខ្មែររួចជាស្រេចនៅពេលជួបបាទអនុវត្តថាសូមថ្លែងអំណរគុណនិងសូមជម្រាបលា